ថ្ងៃនេះគឺខ្ញុំមកលេងស្រុកខ្ញុំស្រុកកំណើតខ្ញុំនៅភូមិពរៀមស្រុកបទីខេត្តតាកែវហើយកន្លែងនេះគឺទំនប់ក្រាំងកោចាងគឺបងប្អូនអ្នកដែល fan ខ្ញុំនៅទំនប់ក្រាំងកោចាងអាចស្គាល់ខ្ញុំឥឡូវថ្ងៃនេះខ្ញុំមកលេងនៅទំនប់ក្រាំងកោចាងហើយមិនថាមិនអីគឺមកគឺស្រស់ស្រាយមែនតើហើយនេះគឺជាស្ពានទំនប់ក្រាំងកោចាងនេះជាទំនប់ក្រាំងកោចាងដែលខ្ញុំមកលេងស្រុកកំណើតខ្ញុំហើយនេះទំនប់ក្រាំងកោចាងហើយមើលទៅវាលធំធេងមែនតើមើលទៅហ្នឹងហើយចាំថាពេលខ្លះយើងធ្វើការហត់ហើយយើងមកលេងស្រុកមកលេងអីមិនពេលខ្លះយើងកុំធ្វើការពេកនៅពេលដែលយើងធ្វើការពេកវាទៅជាកាត់ស្រេះយើងធ្វើការផងយើងមកលេងស្រុកផងអញ្ចឹងបងប្អូនកុំភ្លេចស្រុកកំណើតអីអ្នកខ្លះគឺភ្លេចស្រុកកំណើតខ្លួនឯងអត់ចង់ថាអត់បានមកលេងស្រុកអីគឺតែរឿងការងារការអីចឹងមកខ្ញុំវិញខ្ញុំអត់ភ្លេចការងារទេទៅមកខ្ញុំវិញគឺខ្ញុំមកអាសាមកលេងស្រុកខ្ញុំតែយើងនៅកាលហ្នឹងអូយប់អញអស់និយាយមក